វីដេអូនេះអាចធ្វើឲ្យទាំងអស់គ្នាអត់សូវស្រួលខ្លួនឬក៏អត់សប្បាយចិត្តដោយសារតែខ្ញុំនឹងនាំទាំងអស់គ្នាទៅសារមន្ទីរមួយនៅក្នុងទីក្រុងហូជីមិញដែលមានឈ្មោះថាសារមន្ទីរសំណល់សង្គ្រាមព្រឹកថ្ងៃទី2នេះទៅចាក់ចុំមែនតែនបើកភ្នែកមកគឺយើងទៅញ៉ាំអាហារពេលព្រឹកមួយសិនប៉ុន្តែអត់មានបាយទេគឺយើងញ៉ាំបាញ់កាញ់ក្តាមនេះមកវៀតណាមត្រូវតែសាកម្ដងបន្ទាប់ពីញ៉ាំហើយគឺយើងតម្រង់ទៅសារមន្ទីរយកមកនេះជាខ្លោងទ្វារខាងមុខរបស់គេតែឈប់សិននោមអ្នកដែលត្រូវញ៉ាំកាហ្វេទៅញ៉ាំកាហ្វេសិននៅក្នុងនេះគឺគេលក់កាហ្វេ Fin យកមកខ្ញុំគិតថានៅនេះការឆុងកាហ្វេ Fin គឺជាអត្តសញ្ញាណរបស់គេហ្មងសូម្បីតែ Fin កាហ្វេក៏គេមានលក់ជាវត្ថុអនុស្សាវរីយ៍ដែរហើយបកមកខាងមុខនេះវិញគឺគេមាន display រថក្រោះយន្តហោះដែលគេប្រើច្បាំងគ្នាការជំនាន់ហ្នឹងហើយនេះជាលើកទី1ដែលខ្ញុំឃើញវានៅក្រៅខ្ញុំអត់ដឹងថាវាមែនតើអត់ទេប៉ុន្តែវាស្ដើងដូចតាំងអាស័យហើយក្រៅពីនឹងគេក៏មាន display ដូចជាគ្រឿងផ្ទុះអានេះគេហៅ bomb ខ្មែរយើងហៅគ្រាប់ម៉ែកប៉ុន្តែខ្ញុំមានអារម្មណ៍ថាវាដូច missile មកនិយាយវាធំពេកវាធំខ្លាំងឥឡូវយើងចូលមកខាងក្នុងវិញនៅនេះគឺគេមាន map ឲ្យយើងដើរយើងគួរដើរពីណាទៅណាអញ្ចឹងតែពួកខ្ញុំដើរប្រជ្រះសារមន្ទីរនេះត្រូវបានបង្កើតឡើងដើម្បីដាក់តាំងបង្ហាញនៅប្រវត្តិសាស្ត្រសង្គ្រាមឥណ្ឌូចិនលើកទី1ដែលកាលហ្នឹងមានវៀតណាមបារាំងអាមេរិកហើយមានប្រទេសច្រើនទៀតពេលហ្នឹងក៏មានខ្មែរយើងដែរនេះមានអក្សរខ្មែរនៅហ្នឹងណាចង់បញ្ជាក់បន្តិចនៅក្នុងវីដេអូនេះខ្ញុំអត់និយាយពីប្រវត្តិសាស្ត្រទាំងអស់ទេដោយសារតែខ្ញុំចង់ឲ្យអ្នកស្ដាប់អ្នកមើលទៅស្វែងយល់ខ្លួនឯងហើយអ្វីដែលខ្ញុំនិយាយនេះគឺជាបទពិសោធន៍ដែលខ្ញុំទទួលបានពីព្រោះខ្ញុំខ្លាចថាខ្ញុំនិយាយទៅកាន់ជើងអ្នកនេះអត់កាន់ជើងអ្នកនោះអីអញ្ចឹងព្រោះប្រវត្តិសាស្ត្រមួយគឺវាមានជ្រុងជាច្រើនដែលយើងអាចមើលឃើញខុសៗគ្នាក៏លេខមកសារមន្ទីរនេះវិញគឺបានតាំងបង្ហាញគ្រឿងសភាវុធជាច្រើនខ្ញុំអត់ហ៊ាននិយាយខ្ញុំខ្លាច Facebook ចាប់ទាំងអស់គ្នាដឹងហើយថាគេយកទៅប្រើនៅពេលមានសង្គ្រាមរួមជាមួយនឹងឯកសារផុសតាងរូបថតជាច្រើនដែលបង្ហាញអំពីអំពើដ៏ខុសខើរបស់ទាហានអាមេរិកទៅកាន់ប្រជាជនវៀតណាមពេលខ្ញុំមើលហើយអារម្មណ៍ខ្ញុំភ្លេចរឿងដើរលេងហ្មងទាំងអស់គ្នាមកដល់កន្លែងនេះបើខ្ញុំនឹកឃើញថាអូខ្ញុំធ្លាប់ឃើញវីដេអូនឹងក្នុង Facebook កូនមួយដែលរត់មកអត់មានកៅអៅនឹងថ្ងៃគាត់នឹងនៅមានជីវិតហើយទាំងអស់គ្នាបើចង់ដឹងថាសង្គ្រាមរវាងអាមេរិកហើយវៀតណាមនឹងពាក់ព័ន្ធជាមួយខ្មែរអីគេខ្លះអ្នកនរគ្នាអាច search បានសង្គ្រាមឥណ្ឌូចិនលើកទី1សង្គ្រាមនេះដែរគឺជាសង្គ្រាមមួយដែលអាមេរិកប្រើអាវុធធំធ្ងន់មែនទែនមកលើប្រទេសវៀតណាមហើយនៅនឹងគឺគេតាំងបង្ហាញសភាវុធច្រើនមែនទែនដូចខ្ញុំនិយាយចង់អ្នកនរគ្នាថតរៀងឆ្ងាយព្រោះខ្ញុំខ្លាច Facebook ចាប់ហើយនេះជាលើកទី1របស់ខ្ញុំដែលខ្ញុំឃើញរបស់ទាំងអស់នឹងនៅខាងក្រៅអ្វីដែលខ្ញុំក៏សម្គាល់សារមន្ទីរនេះគឺមានភ្ញៀវអន្តរជាតិហើយនឹងជាតិច្រើនមែនតែនខ្ញុំបានធ្វើ research ហើយគេបាននិយាយថាមានអ្នកទៅទស្សនាសារមន្ទីរនេះជាងកន្លះលានអ្នកក្នុងមួយឆ្នាំពេលដែលខ្ញុំដើរមើលការតាំងបង្ហាញនឹងខ្ញុំដូចបានត្រឡប់ទៅពេលវេលានឹងម្ដងទៀតអញ្ចឹងដោយសារតាមផ្នែកនីមួយៗគេមានតែសេពីព្រឹត្តិការណ៍ដែលកើតឡើងអមជាមួយនឹងផុសតាំងចាក់ស្ដែងនៅនឹងមកដល់ផ្នែកនេះគេនិយាយពីផលប៉ះពាល់នឹងការខូចខាតផ្សេងដែលកើតមានក្រោយពេលសង្គ្រាមហើយដូចជាប្រជាជនឆ្លងជំងឺគេខ្លះពីការស្រោបផ្សែងពុលនិងគ្រឿងផ្ទុះផ្សេងគួរបញ្ជាក់ផងដែរថាសង្គ្រាមនេះមានរយៈពេល10ឆ្នាំជាងទាំងអស់គ្នាជូរចត់មែនតើប៉ុន្តែខ្ញុំជឿថាដោយសារតែប្រវត្តិសាស្ត្រនេះហើយបានធ្វើឲ្យគេកត់ត្រាថាវៀតណាមខ្លាំងអាចស៊ូជាមួយនឹងប្រទេសមហាអំណាចបានតែការពិតបែបណាខ្ញុំក៏អត់ដឹងដែរហើយខ្ញុំដើរបានតែពីបន្ទប់ពេលទាំងអស់គ្នាគឺហួយជើងមែនតើហើយខ្ញុំអត់បានចូលបន្ទប់មួយចំនួនដែរប៉ុន្តែកន្លែងនេះគឺខ្ញុំអត់ចង់រំលងទេអានេះគឺជាទីតាំងដែលគេដាក់អ្នកទោសនៅចំនួនហ្នឹងដែលមកដល់កន្លែងនេះគឺខ្ញុំនឹកឃើញគុកទួលស្លែងទាំងអស់គ្នាជាកន្លែងដែលគេធ្វើបាបធ្វើទរណកម្មអីផ្សេងខ្ញុំគិតថាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមទៅអាចយល់អារម្មណ៍មួយនេះថាវាជូរចត់ពិបាកប៉ុណ្ណាសូម្បីតែខ្ញុំផ្ទាល់ខ្ញុំអត់បានឆ្លងកាត់ទេប៉ុន្តែពេលដែលខ្ញុំទៅខ្ញុំមើលខ្ញុំអានខ្ញុំហ៊ានសូត្រខ្ញុំដឹងថាអត់ស្រួលគឺពិបាកខ្លាំងមែនតើកន្លែងនេះគឺគេដាក់មនុស្សនៅខាងក្រោមហើយគេឈរមើលពីលើហើយមកដល់កន្លែងនេះពាណិជ្ជកម្មម្ដងទៀតសិនទាំងអស់គ្នាខ្ញុំភ្ញាក់អាសត្វនេះខ្លាំងមែនតើសត្វប្រជិវអូយឆ្អាបមែនតើហើយខ្ញុំខ្លាចគ្រាន់តែខ្ញុំងើយទៅលើខ្ញុំភូសបល់មកខ្ញុំរត់ចុះក្រោមភ្លាមហើយដើរមកដល់កន្លែងនេះវិញបន្ទប់នេះគឺខ្ញុំនៅឃើញតែរឿងចិននេះទាំងអស់គ្នាកន្លែងគេកាត់ក្បាលកាត់ទោសហើយខ្ញុំភ្ញាក់ផ្អើលខ្លាំងមែនតើនៅពេលដែលដឹងថាអ្នកបង្កើតអាហ្នឹងគឺប្រទេសបារាំងមើលបានណាបាច់សម័យទេអានេះគឺគេដាក់ខ្លួនហើយមកផ្នែកនោះគឺក្បាលពេលខ្ញុំមកដល់កន្លែងហ្នឹងគឺខ្ញុំមានការគិតច្រើនមែនតើហើយមនុស្សគឺគួរឲ្យខ្លាចហើយមកដល់ផ្នែកនេះគឺគេឲ្យយើងទទួលបានបទពិសោធន៍សំឡេងយន្តហោះទម្លាក់គ្រាប់ចំណែកឯផ្នែកនេះវិញគឺគេតាំងបង្ហាញអំពីគុកនិងជីវភាពអ្នកដែលនៅក្នុងគុកច្រើនមែនតើអ្នកនរគ្នាអានេះបើតាមខ្ញុំដឹងឥឡូវវាជាផ្សារហើយនៅផ្នែកផ្សេងនៅក្នុងប្រទេសវៀតណាមទៀតអានេះគឺជាឯកសណ្ឋានអ្នកដែលនៅក្នុងគុករួមជាមួយនឹងឧបករណ៍ដែលគេធ្វើទរណកម្មដើម្បីឆ្លើយសំណួរដកថ្មិញដកកញ្ចក់អូយគួរឲ្យខ្លាចខ្លាំងមែនតើខ្ញុំមើលហើយខ្ញុំខ្លាចខ្លាំងហ្មងអត់សប្បាយចិត្តទេអានេះជាសម្បត្តិដែលគេផ្ញើទៅកាន់គ្រួសារហើយមួយចុងក្រោយគឺគេឲ្យយើងដកបទពិសោធន៍ថាអ្នកនៅក្នុងគុករស់នៅបែបណានៅកន្លែងនេះគឺមានសម្លេងណាគេធ្វើមកអ្នកនៅក្នុងគុកស្រែកហៅយើងមិនអីមិនចឹងណាហើយគេមើលមនុស្សពីលើទៅចឹងហ្មងហើយហ្នឹងក៏ជាផ្នែកចុងក្រោយដែរយើងក៏ដើរចេញមកដល់ខ្លោងទ្វារខាងមុខវិញខ្ញុំគិតថាការតាំងបង្ហាញនេះគឺល្អមែនតើធ្វើឲ្យប្រជាជនរបស់គេអាចស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួនឯងហើយអាចទៅដឹងថាតើគួរស្រឡាញ់ប្រទេសជាតិខ្លួនឯងបែបណាហើយវីដេអូនេះមានតែប៉ុណ្្នឹងឯងខុសត្រូវអីក៏មកកាន់ជួបគ្នានៅវីដេអូក្រោយ